មីងបានដាក់ប្រាក់កក់ចំនួន 3000 ដំបូងប្រសិនបើអ្នកមិនដាក់ស្នាវិទេខ្សែភាពយន្តនេះមិនអាចថតបាននៅពេលនេះទេម៉ាក់ខ្ញុំកំពុងប្រជុំតើមានអ្វីកើតឡើងដែលធ្វើឲ្យអ្នកដួលម្ដាយរបស់ Django បានដួលនៅផ្សារបន្លែគ្រូពេទ្យបាននិយាយថាត្រូវការថតកម្មរស្មី X បងមុន 3000 តើអ្នកមិនមានប្រាក់សោធននិវត្តន៍ទេម៉ាក់ចូលនិវត្តន៍នៅខែនេះជីនបានប្រគល់ថ្នាំឲ្យគេប៉ុន្តែមិនមានគ្រប់គ្រាន់នៅក្នុងដៃទេបន្ទាប់មកអ្នកទៅរកនរណាម្នាក់ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់បរិសុទ្ធចំណាស់បានហាមឡើងវាជាការល្អបំផុតក្នុងការថតភាពយន្តឲ្យបានឆាប់តាមដែលអាចធ្វើជាកូនប្រុសរបស់គាត់មែនទេខ្ញុំមិនប្រងើយកន្តើយនឹងគីលានុបដ្ឋាយិកាទេវាពិតជាមិនស្រួលទេក្នុងការធ្វើកិច្ចប្រជុំនៅក្រុមហ៊ុនរបស់យើងមិនបានទូចឲ្យអ្នកមកទេគ្រាន់តែផ្ទេរប្រាក់ 3000 ទៅម៉ាក់របស់អ្នកជាមុនសិនអ្នកណាទៀតហើយម្ដាយឯងរក្សាសម្លេងរបស់អ្នកឲ្យទៀបថ្ងៃនេះបានចែករង្វាន់ 3000 យន្តតើខ្ញុំនឹងត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃស្អែកទេអ្នកនឹងផ្លាស់ទៅផ្ទះរបស់យើងនៅថ្ងៃខាងស្អែកទេម៉ាក់អ្នកក៏ដែរមែនទេថ្មីនេះយើងក៏រវល់ដែរអ្នកគួរតែរក Jamin ជាមុនសិនកូនប្រុសច្បងនោះពូកែរុញរបស់របរណាពួកគេថែមទាំងរុញច្រាន300យន្តទៀតផងម្ដាយរបស់នាងផ្ទាល់បានដួលហើយមិនបានសួរថាតើនាងឈឺចាប់ឬអត់ទេសំណួរដំបូងគឺអំពីប្រាក់សោធននិវត្តន៍បរិសុទ្ធចំណាស់នោះទើបតែដួលនៅមុខតូបខ្ញុំការឈឺចាប់ខ្លាំងពេកខ្ញុំមិនអាចក្រោកឈរបានតតែសោះម៉ាក់មានរឿងអ្វីខ្ញុំរវល់នៅទីនេះម្ដាយរបស់ Jamin បានដួលហើយកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគ្រូពេទ្យបានសុំឲ្យខ្ញុំបង់ប្រាក់កក់ចំនួន300យន្តជាមុនសិន3000ម៉ាក់ហេតុអ្វីបានជាម៉ាក់បោះបង់នាងម្ដងទៀតតើអ្នកអាចផ្ទេរប្រាក់ 3000 ទៅម៉ាក់មុនបានទេសាច់ក្រកមួយត្រសក់សមុទ្រស្ងោរជាមួយខ្ទឹមបារាំងបៃតងមួយចំណែកនិងសាច់មាន់ចំហុយមួយចំណែកជាមួយសាច់មាន់10ដុំជំរាបសួរអ្នកតើអ្នកមិនបាននិយាយថាអ្នកកំពុងមានបញ្ហាលំហូរសាច់ប្រាក់ទេនេះសម្រាប់ពិធីជប់លៀងខួបកំណើតម្ដាយក្មេកខ្ញុំកុំយល់ព្រមលើអ្វីមួយដោយប្រញាប់ប្រញាល់របស់អ្នកត្រូវការទៅជួបបងប្រុសរបស់អ្នកដើម្បីព្យាបាលមែនទេបាននិយាយថាគាត់គ្មានអារម្មណ៍លើប្រដាប់ភេទតតែសោះខ្វល់ពីតម្លៃនៃពិធីជប់លៀងខួបកំណើតម្ដាយក្មេកខ្ញុំទេជីនមីងតើអ្នកអាចផ្ទេរប្រាក់ 3000 ឬអត់ម៉ាក់តើកូនអាចប្រគល់វានៅពេលក្រោយបានទេអ្នកមិនអាចចាក់ចេញបានទេម៉ាក់កំពុងនៅមន្ទីរពេទ្យអ្នកមិនអាចចាក់ចេញបានទេពិធីជប់លៀងខួបកំណើតម្ដាយក្មេករបស់អ្នកបានកន្លងផុតទៅយ៉ាងលឿនម៉ាក់តើអ្នកចង់មានន័យយ៉ាងណាដោយនិយាយដូច្នេះម៉ាក់ដឹងកូនប្រុសរបស់មីងទាំងពីរមិនអាចមកបានទេពួកគេទាំងអស់គ្នារវល់តើអ្នករវល់ជាមួយអ្វីម្លេះម្នាក់ក្នុងចំណោមអ្នកកំពុងរវល់ខ្លាចប្រពន្ធរបស់អ្នកម្នាក់រវល់បំរើម្ដាយក្មេករបស់គាត់មីងខ្ញុំនឹងឲ្យអ្នកមុន 3000 ទេយើងមិនស្គាល់គ្នាទេសូម្បីតែមនុស្សចម្លែកក៏មិនអាចទ្រាំទ្របានដែរអ្នកពិតជាអាចទ្រាំទ្រនឹងកូនប្រុស2នាក់របស់អ្នកបានតើគីលានុបដ្ឋាយិកាឆៅហ្គៃណៃណាលោកគ្រូជូអ្នកជាគ្រូបង្រៀនខ្ញុំឈ្មោះចេនយានដែលស្ទើរតែឈប់រៀនកាលពី26ឆ្នាំមុនដោយសារតែគាត់អង្គុយនៅជួរចុងក្រោយនៅឆ្នាំនោះឪពុកខ្ញុំបានរត់គេចខ្លួនហើយម្ដាយរបស់ខ្ញុំក៏ឈឺអ្នកបានបង់ថ្លៃសិក្សាចំនួន320 យន្តខ្ញុំចំណងនៃពិភពលោកនេះលោកគ្រូនៅចាំសមាជិកគ្រួសារបានទេតើអ្នកណានឹងបង់ថ្លៃសេវាខ្ញុំមិនចាំបាច់បង់ប្រាក់ទេលោកគ្រូកំពុងព្យាយាមរកដំណោះស្រាយអ្នកបានបង់ថ្លៃសិក្សារបស់ខ្ញុំនៅពេលនោះពួកគេមិនបានឲ្យខ្ញុំគិតពីដំណោះស្រាយមុនផងបង់ប្រាក់មុន 3000 ខ្ញុំនឹងបន្ថែមទៀតប្រសិនបើវាមិនគ្រប់គ្រាន់មីងសិស្សប្អូនអើយគាត់ដូចជាកូនប្រុសច្រើនជាងកូនបង្កើតលោកគ្រូចៅសុំកុំរើអីប្រសិនបើអ្នកមិនពេញចិត្តគ្រូនឹងប្រគល់ប្រាក់ចំនួន 3000 យន្តរបស់អ្នកមកវិញអ្នកយកវីដេអូជាមុនសិនលោក Chen Yuan ខ្ញុំដឹងថាគ្រូមិនខ្វះខាតលុយទេអំដំណើរអ្នកតើអ្នកចង់ឲ្យកូនរបស់អ្នកមកជួបគ្រូពេទ្យជាមួយអ្នកទេមីងបានទៅថតរូបក្នុងរទេះរុញខ្ញុំអាចដើរដោយគ្មានអ្នកគ្រូបានជើងរបស់អ្នកហាមអស់ហើយខ្ញុំមិនសូវឆ្ងាញ់ទេលោកតាចាស់ឲ្យសូមកុំបង្ខំខ្លួនឯងអីបើកូនប្រុសរបស់អ្នកមិនខ្វល់ពីអ្នកទេអ្នកគួរតែខ្វល់ពីខ្លួនឯងវិញគ្រូបង្រៀនស្ដាប់គីលានុបដ្ឋាយិកាទុកឲ្យខ្ញុំធ្វើឲ្យអ្នកសើចពេលនោះខ្ញុំមិនមានលទ្ធភាពបង់ថ្លៃសិក្សាទេសិស្សក្នុងថ្នាក់ទាំងមូលដឹងហើយខ្ញុំខ្លាចអ្នកនឹងសើចចំអកឲ្យខ្ញុំតើអ្នកបាននិយាយអ្វីអ្នកបាននិយាយថាក្មេងកំពុងសិក្សាមិនមែនជារឿងលេងសើចទេវាជារឿងកំប្លែងមួយដែលគ្មានបេះដូងគ្មានការបាក់ឆ្អឹងប៉ុន្តែរបួសជាលេខាទន់បញ្ហាជង្គង់ចាស់ក៏ច្បាស់ដែរជៀសវាងការឡើងជណ្ដើរនិងលើកវត្ថុធ្ងន់នាពេលថ្មីនេះតើគាត់ត្រូវការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យទេមិនចាំបាច់ស្នាក់នៅមួយរយៈនេះទេអ្នកគួរតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរាល់ការដួលរលំវាជាការល្អបំផុតប្រសិនបើសមាជិកគ្រួសារអំដំណើរអ្នកខ្ញុំអាចគ្រប់គ្រងដោយខ្លួនឯងបានលោកតាចាស់ឲ្យសូមកុំបង្ខំខ្លួនឯងអីគីលានុបដ្ឋាយិកាទើបតែនិយាយថាគាត់មិនអាចតាក់ទងកូនប្រុសរបស់អ្នកបានទេពួកគេរវល់សូម្បីតែពេលអ្នករវល់ក៏ដោយអ្នកមិនអាចចាត់ទុកការដួលរបស់មនុស្សចាស់ថាជារឿងតូចតាចបានឡើយតើម៉ាក់បានពិនិត្យសុខភាពរួចរាល់ហើយឬនៅតើវាធ្ងន់ធ្ងរទេគ្រូពេទ្យបាននិយាយថាខ្ញុំត្រូវការសម្រាកអ្នកគួរតែទៅផ្ទះហើយសម្រាកជាមុនសិនខ្ញុំមានពិធីជប់លៀងអាហារពេលល្ងាចយប់នេះខ្ញុំបានឃើញវារួចហើយប្រាក់កក់ចំនួន300 យន្តវាមិនមែនថាខ្ញុំនឹងមិនផ្ដល់ឲ្យវាទេពេលខ្ញុំងាកមើលទៅក្រោយខ្ញុំឃើញថាមាននរណាម្នាក់បានបង់ប្រាក់ឲ្យខ្ញុំរួចហើយហូនិស្សិតម្នាក់សប្តាហ៍ថ្ងៃនេះមានអ្នកបោកប្រាស់ជាច្រើនដែលកំណត់គោលដៅលើសិស្ស
អ្នកបោកប្រាស់នឹងឲ្យខ្ញុំ3,000 យន់ខ្ញុំកំពុងធ្វើរឿងនេះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកមើលចុះគាត់ថែមទាំងដឹងពីរបៀបប្រមានខ្ញុំអំពីអ្នកបោកប្រាស់ជាច្រើនលោកគ្រូសុំឈប់សាច់ទៅវាអាក្រក់ជាងការយំទៅទៀតតើលោកគ្រូ Cheniu មិនមែនជាអ្នកបរាជ័យទេមិនមែនជាការបរាជ័យទេខ្ញុំបានបង្រៀនពេញមួយជីវិតរបស់ខ្ញុំកុមារបានបង្រៀនកូនរបស់អ្នកដទៃបានល្អគាត់បានបរាជ័យក្នុងការចិញ្ចឹមកូនប្រុសរបស់គាត់ឲ្យបានល្អវាមិនមែនជាកំហុសរបស់គ្រូទាំងស្រុងទេប្រសិនបើកុមារវង្វេងផ្លូវវាមិនមែនជាកំហុសរបស់ម្ដាយទាំងស្រុងនោះទេមីងឲ្យខ្ញុំប្រាប់ការពិតមកថាតើកុមារខ្ញុំល្អអត់វាមិនអាស្រ័យលើសញ្ញាបត្រសិក្សារបស់ពួកគេទេកូនប្រុសច្បងបានដកខ្លួនចេញពីមន្ទីរពេទ្យភ្លាមនៅពេលដែលគាត់ទើបថាវាមានតម្លៃ3.00ក៏ចាប់ផ្ដើមរវល់ភ្លាមពេលលើអំពីមន្ទីរពេទ្យគុំបន្ទោសតែខ្លួនឯងអីអ្នកដួលហើយអ្នកបារម្ភថាវានឹងបញ្ឈប់ខ្ញុំពីការលូកបន្លែមនុស្សបែបនេះមិនអាចត្រូវបានចិញ្ចឹមបីបាច់ឲ្យមានចិត្តអាក្រក់នោះទេវាគឺជាកុមារដែលបានបាត់បង់មន្តសការរបស់ពួកគេអរគុណលោកគ្រូសូមអនុញ្ញាតឲ្យខ្ញុំនាំលោកគ្រូទៅផ្ទះមុនខ្ញុំចង់ទៅមើលស្រុកដើម្បីពិនិត្យជើងរបស់អ្នកតើអ្នកនៅតែអាចទៅដោយរបៀបណាខ្ញុំចង់ឃើញវាដោយភ្នែករបស់ខ្ញុំផ្ទាល់តើគាត់ពិតជាមិនស្រួលខ្លួនមែនឬគ្រាន់តែមិនចង់ធ្វើបែបនេះខ្ញុំមិនចាំបាច់ទៅជាមួយអ្នកទេអ្នកបានជួយខ្ញុំគ្រប់គ្រាន់ហើយរួចទៅហើយបន្ទាប់មកខ្ញុំនឹងដើរនាំអ្នកទៅកាន់ច្រកចូលនៃតំបន់លំនៅឋានរបស់ខ្ញុំនឹងរងចាំនៅជាន់ក្រោមអ្នកមិនខ្លាចគ្រូនឹងចាប់អ្នកទេខ្ញុំធ្លាប់ឈរនៅមាត់ទ្វារថ្នាក់រៀនអ្នកគឺជាអ្នកដែលបាននាំខ្ញុំត្រឡប់មកវិញតោះទៅមីងកូនប្រុសច្បងរបស់មីងរស់នៅទីនេះមែនទេថ្លៃគ្រប់គ្រងអចលនទ្រព្យនៅក្នុងសង្កាត់នេះមិនថោកទេប្រកាសណាស់ថាពួកគេអាចរកប្រាក់បាន3,000 យន់មែនទេគាត់មានប្រាក់កម្ចីទិញផ្ទះក្មេងក៏ចំណាយលុយដែរមនុស្សចាស់តែងតែចូលចិត្តរកលេដើម្បីកូនត្រឡប់ទៅវិញខ្ញុំកំពុងរងចាំកូនសោនៅច្រកចូលអគារស្នាក់នៅសូមទូរស័ព្ទមកខ្ញុំប្រសិនបើវាមិនងាយស្រួលសម្រាប់អ្នកម៉ាក់អ្វីនាំអ្នកមកទីនេះខ្ញុំបានមកមើលការបង្កើតប្រទេសជាតិអ្នកបានមកដោយផ្ទាល់ពីមន្ទីរពេទ្យយល់ព្រមចាំមួយផ្លែតកម្រាលឥតទើបតែត្រូវបានជូតស្បែកជើងរបស់ខ្ញុំមិននៅខ្វក់ទេចូលយើងដាក់វាមន្ទីរពេទ្យមានបាក់តេរីច្រើនម៉ាក់ឲ្យកូនធ្វើបែបនេះអ្នកមិនអាចអង្គុយលើសាឡុងបានទេសាឡុងនេះថ្លៃដូច្នេះជើងរបស់អ្នកត្រូវការក្លិនខ្លាំងខ្ញុំខ្លាចថាវានឹងពិបាកសម្អាតនៅពេលវាជាប់យាយឲ្យយាយមកសុំលុយយាយម្ដងទៀតមែនទេចៅរួយបានត្រឡប់ទៅបន្ទប់របស់គាត់វិញដើម្បីធ្វើកិច្ចការផ្ទះអ្នកណាប្រាប់អ្នកថាយាយមកសុំលុយម៉ាក់ខ្ញុំនិយាយអញ្ចឹងគាត់បាននិយាយថារាល់ពេលដែលយាយមកដល់ប៉ាត្រូវចំណាយលុយម៉ាក់ឲ្យកូននេះនិយាយមិនសមហេតុផលសោះកុំយករឿងនេះធ្ងន់ធ្ងរពេកកុំយកវាមកពិចារណាឲ្យធ្ងន់ធ្ងរពេកម៉ាក់ឲ្យហេតុអ្វីបានជាអ្នកមកពិតប្រាកដខ្ញុំបានមកជួបអ្នកជើងរបស់អ្នកយ៉ាងម៉េចដែរគ្រូពេទ្យបាននិយាយថាខ្ញុំត្រូវការសម្រាកបន្ទាប់មកអ្នកគួរតែត្រឡប់ទៅផ្ទះវិញហើយសម្រាកហេតុអ្វីបានជាអ្នកមកទីនេះម៉ាក់នោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេអ្នកគួរតែប្រាប់ខ្ញុំមុនពេលអ្នកមកតើខ្ញុំអាចស្នាក់នៅផ្ទះរបស់អ្នករយៈពេល2ថ្ងៃបានទេម៉ាក់មិនមានន័យថាអ្នកមិនអាចនៅបានទេវាពិតជាមិនស្រួលទេកូនខ្ញុំត្រូវប្រឡងថ្ងៃស្អែកជាងគូហៀបនឹងត្រូវបានដំឡើងឋានម្ដងទៀតការគេងមិនលក់នៅពេលយប់មានផលប៉ះពាល់យ៉ាងសំខាន់ខ្ញុំមិនអីទេបើខ្ញុំគេងលើគ្រែតូចនៅលើយ៉គ្មានកន្លែងទំនេរនៅលើយ៉ដែលមានព្យាណូរបស់កុមារទេម៉ាក់ឲ្យកូនយករឿងនេះមុនគេទៅផ្ទះហើយជួលកម្មករសំខាន់ម្នាក់គ្រូពេទ្យបានសុំឲ្យខ្ញុំបង់ប្រាក់ចំនួន3,000 យន់តើអ្នកអាចឲ្យវាទៅម្ដាយរបស់អ្នកបានទេហេតុអ្វីបានជាម៉ាក់លើកឡើងពីរឿងនេះម្ដងទៀតទេតើមានអ្នកណាបង់ប្រាក់ហើយឬនៅប្រសិនបើមានអ្នកណាបង់ប្រាក់រួចហើយនោះអ្នកមិនចាំបាច់បង់ប្រាក់ទៀតទេ3,000មិនមែនជាចំនួនច្រើនទេប៉ុន្តែថ្ងៃនេះវា3,000ថ្ងៃស្អែកវានឹង5,000តើមនុស្សគ្រប់គ្នានឹងពឹងផ្អែកលើយើងសម្រាប់ការចូលនិវត្តន៍នាពេលអនាគតដែរឬទេតើម្ដាយគួរតាក់ទងអ្នកណាអ្នកមានកូនប្រុស2នាក់យើងមិនអាចផ្ដោតតែលើ Django តែម្នាក់ឯងបានទេក្រៅពីនេះអ្នកមានប្រាក់សោធននិវត្តន៍តើផ្ទះចាស់នេះនឹងត្រូវរុះរើឆាប់នេះទេអ្នកណាប្រាប់អ្នកថាផ្ទះចាស់នឹងត្រូវវាកំទេចចោលពាក្យចាំអារាមដែលចរាចរនៅក្នុងក្រុមអ្នកជិតខាងអំពីម៉ាលីពីងមិនមានន័យដូច្នោះទេខ្ញុំយល់ហើយម៉ាក់កុំគិតច្រើនពេកអីខ្ញុំមិនអាចអង្គុយលើសាឡុងនេះបានទេខ្ញុំមិនអាចគេងលើគ្រែបានទេពួកគេមិនអាចឲ្យខ្ញុំសំបីតែ3,000 យន់ផងតើខ្ញុំអាចចង់បានអ្វីទៀតម៉ាក់ឲ្យចាំបាច់និយាយបែបនេះមែនទេតើខ្ញុំគួរនិយាយអ្វីគីយីងតើមានអ្វីកើតឡើងចំពោះជើងរបស់អ្នកដួលហើយអ្នកនៅតែអនុញ្ញាតឲ្យម៉ាក់របស់អ្នកចាក់ចេញវាពិតជាមិនស្រួលនៅផ្ទះរបស់ព្រះអង្គគុំចាស់ទេតើម្ដាយរបស់អ្នកមានបញ្ហាតិចតួចទេនៅពេលនោះឪពុករបស់អ្នកបានទទួលមរតករៀននៅពេលថ្ងៃនិងដាក់ពិន្ទុកិច្ចការផ្ទះនៅពេលយប់ខ្ញុំថែមទាំងនឹងចម្អិនម្ហូបឲ្យអ្នកទៀតផងតើគាត់បាននិយាយថាវាមិនស្រួលនៅពេលនោះទេមីងវ៉ាងនេះជារឿងគ្រួសារខ្ញុំមិនខ្វល់ពីរឿងគ្រួសារអ្នកទេមនុស្សចាស់ដែលមានរបួសជើងមិនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅទេនេះជារឿងដ៏គួរឲ្យសោកស្ដាយណាស់ដែលបានឃើញដូច្នេះម៉ាក់ខ្ញុំមិនចាំបាច់ទៅជួបម៉ាក់ថ្ងៃស្អែកទេ
លើកនេះមកឯងមកលេងឯងមានការមិនប្រក្រតីនាងពិតជាមិនព្យាយាមតោងយើងទេមែនទេគាត់ខ្លាចបង្កបញ្ហាដល់កូនគាត់បំផុតលោកគ្រូអ្នកគ្រូមើលទៅមិនសូវស្រួលខ្លួនទេទៅជួបមីងឪឥឡូវនេះគ្រូសាកូនប្រុសច្បងរបស់មីងគ្មានសំណាងក្នុងឆ្នាំនោះទេបន្ទាប់មកទៅផ្ទះកូនប្រុសទី2ទៅកាន់សន្តាគារ Fimenlau កន្លែងនោះមិនថោកទេមីងកូនប្រុសរបស់អ្នកនិយាយថាគាត់មានបញ្ហាលំហូរសាច់ប្រាក់ដូច្នេះនេះជាកន្លែងដែលការផ្ទេរត្រូវបានធ្វើឡើងតើអ្នកចូលរួមពិធីជប់លៀងខួបកំណើតទេខ្ញុំកំពុងស្វែងរកចៅជៀនមីនខ្ញុំនឹងនាំអ្នកទៅទីនោះហាម៉ាក់ឲ្យសូមឲ្យសុភមង្គលរបស់ម៉ាក់គ្មានព្រំដែនដូចសមុទ្រខាងកើតសូមឲ្យអ្នករស់នៅបានយូរដូចភ្នំខាងត្បូងហាម៉ាក់អ្វីនាំអ្នកមកទីនេះម៉ាក់តើម៉ាក់មកទីនេះដោយរបៀបណាម៉ាក់មកទីនេះដើម្បីជួយរបស់អ្នកកំពុងជួបបញ្ហាក្នុងការរកប្រាក់ចិញ្ចឹមជីវិតម៉ាក់បើម៉ាក់មានរឿងចង់និយាយសូមចេញទៅក្រៅទៅម៉ាក់ជើងរបស់ម៉ាក់នៅរបួសនៅឡើយតើអ្នកមិនទៅតែនិយាយថាការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យសម្រាប់មនុស្សចាស់គឺជារណ្ដៅដែលគ្មានបាត់ធៀងឈៀនគឺជាម្ដាយរបស់ Yemen ម៉ាក់សូមជូនពរឲ្យអ្នកមានថ្ងៃកំណើតរីករាយម្ដាយរបស់អ្នកមានរបួសជើងហើយអ្នកនៅតែផឹកនៅទីនេះស្ថានភាពរបស់ម៉ាក់មិនធ្ងន់ធ្ងរទេតើអ្នកបានសួរគ្រូពេទ្យហើយឬនៅម៉ាក់មិនមានលុយនៅលើផ្លូវរបស់គាត់ទេទោះមួយនៅក្នុងពិធីជប់លៀងខួបកំណើតរបស់ម្ដាយក្មេកមានតម្លៃ5កូនប្រសារប្រុសម្នាក់នេះពិតជាកូនប្រសារល្អមែននិងមានចិត្តកតញ្ញូចំពោះម្ដាយក្មេកមិនគោរពម្ដាយរបស់ខ្លួនឯងតើបុគ្គលិកសន្តាគាររបស់យើងអាចឈប់និយាយច្រើនបានទេតើម៉ាក់របស់ជីនមីងអាចស្នាក់នៅផ្ទះរបស់អ្នកបាន2ថ្ងៃទេគ្រូពេទ្យបាននិយាយថាជើងរបស់ខ្ញុំរារាំងខ្ញុំមិនឲ្យឡើងចិនដាបានម៉ាក់ឲ្យហាងយើងខ្ញុំមានស្តុកច្រើនណាស់បន្ទប់ក៏ញ៉ៃញ៉ៃដែរវាមិនស្រួលសម្រាប់អ្នកក្នុងការទៅខ្ញុំសុខសប្បាយជាទេបើដេកលើសាឡុងថ្មីនេះបានប្រមូលស្តុកច្រើនណាស់កំពុងទៅដល់ដីម៉ាក់មិនធ្វើឲ្យយើងពិបាកទេបងប្រុសរបស់ខ្ញុំមិនអាចជាមនុស្សតែម្នាក់គត់ដែលមើលថែម៉ាក់ចាស់ជ្រានោះទេស្ថានភាពរស់នៅគឺល្អបងប្រុសរបស់អ្នកបានប្រាប់ខ្ញុំឲ្យរកអ្នកម៉ាក់អ្នកមិនអាចធ្វើឲ្យយើងខ្មាស់អៀនបានទេបងប្អូនប្រុសពេលខ្ញុំដួលហើយអ្វីបានជាអ្នកមិនខ្លាចធ្វើឲ្យខ្ញុំខ្មាស់អៀនម៉ាក់ឲ្យថ្ងៃនេះជាពិធីជប់លៀងខួបកំណើតម្ដាយក្មេកខ្ញុំតើអ្នកពិតជាត្រូវបង្កបញ្ហានៅទីនេះមែនទេតើខ្ញុំកំពុងធ្វើល្ងងមែនទេអ្នកនឹងមិនឲ្យខ្ញុំ3000យន្តទេតើអ្នកមិនអនុញ្ញាតឲ្យខ្ញុំស្នាក់នៅរយៈពេល2ថ្ងៃទេប៉ុន្តែតើអ្នកអាចរៀបចំពិធីជប់លៀងខួបកំណើតសម្រាប់ម្ដាយក្មេករបស់អ្នកបានទេម៉ាក់ឲ្យកុំប្រៀបធៀបខ្លួនឯងជាមួយម៉ាក់ខ្ញុំអីខួបកំណើតគម្រប់70ឆ្នាំរបស់ម៉ាក់ខ្ញុំគឺជាព្រឹត្តិការណ៍មួយក្នុងជីវិតនេះមិនមែនជាជំងឺធ្ងន់ធ្ងរទេខៀងឈានអ្វីដែលអ្នកនិយាយខុសហើយម៉ាក់ខ្ញុំនិយាយការពិតនោះជាការពិតតើអ្នកជានរណាជាសិស្សរបស់គ្រូចៅអ្នកបានចេញថ្លៃព្យាបាលម្ដាយខ្ញុំតើអ្នកចង់ធ្វើអ្វីខ្ញុំចង់ឲ្យគាត់ពិនិត្យជើងរបស់គាត់ជាមុនសិនមីងឲ្យបន្ថយល្បឿនទៅអរគុណលោកយាយរបស់ខ្ញុំប៉ាខ្ញុំនឹងខូចចិត្តជាមិនខានចំណងនៃពិភពលោកនេះតើលោកគ្រូគ្មានផ្ទះទេអ្នកទៅកន្លែងខ្ញុំមុនគេរបស់អ្នកស្ថានីយ៍ថែទាំមនុស្សចាស់ក្នុងសហគមន៍ខ្ញុំមិនអាចបង្កបញ្ហាអ្វីដល់អ្នកបានទេគ្រូពេលនោះអ្នកមិនដែលគិតថាខ្ញុំពិបាកចិត្តទេវាមិនមែនជាកន្លែងរបស់អ្នកដើម្បីត្អូញត្អែអំពីបញ្ហាលើនេះទេចេញយានត្រឡប់មកវិញយឺតណាស់លីជាគ្រូរបស់ខ្ញុំជូសួស្ដីលោកគ្រូបង្រៀនគឺជាមនុស្សដែលគួរឲ្យគោរពបំផុតសូមអភ័យទោសដែលរំខានអ្នកហើយអ្វីបានជាអ្នករំខានយើងសូមអង្គុយចុះលោកគ្រូសូមស្នាក់នៅលើគ្រែស្ងាត់នេះយប់នេះតើតម្លៃប៉ុន្មានក្នុងមួយថ្ងៃនៅទីនេះលោកគ្រូសូមស្នាក់នៅទីនេះជាមុនសិនលោកគ្រូជូកុំបារម្ភអីសៀវចេនមិនបោកប្រាស់មនុស្សទេមានសេវាថែទាំពេលថ្ងៃដោយគិតថ្លៃក្នុងស្ថានភាពរបស់អ្នកគួរតែផ្ដោតលើការជាសះស្បើយកាន់នេះត្រូវតែរក្សាឲ្យច្បាស់លាស់វាមិនអីទេសម្រាប់មនុស្សដែលមានចម្ងល់កាន់នេះមិនអាចច្រឡំបានទេវានៅតែជាចរិតរបស់គ្រូចរិតបែបណាអ្នកបានធ្វើឲ្យខ្ញុំសរសេរយូរនៅពេលដែលអ្នកបង់ថ្លៃសិក្សារបស់ខ្ញុំនៅពេលនោះក៏ព្រោះតែខ្ញុំខ្លាចអ្នកនឹងមិនមានអារម្មណ៍ស្រួលទេដូច្នេះឥឡូវនេះខ្ញុំនឹងរក្សាទុកកាន់នេះរបស់អ្នកផងដែរធ្វើឲ្យអ្នកមានអារម្មណ៍ស្រួលខ្លួន
ញ៉ាំស៊ុតខ្លះពីផ្ទះបាយជាមុនសិនមិនចាំបាច់បន្ថែមស៊ុតទេខ្ញុំនឹងទៅយកវាលោក Chen Yuan គ្រូនិងគ្រូពេទ្យបាននិយាយថាអ្នកត្រូវបន្ថែមអាហារូបត្ថម្ភរបស់អ្នកហាលោកគ្រូជើអ្នកអាចញ៉ាំវាបានសៀវឈិនបានចំណាយប្រាក់10 យន់លើអាហារថ្ងៃត្រង់ប្រអប់តែម្នាក់ឯងពួកគេមិនស្ទាក់ស្ទើរក្នុងការចំណាយលុយលើរបស់របរសម្រាប់មនុស្សចាស់នោះទេលើកចុងក្រោយខ្ញុំមានជំងឺលើសឈាមគាត់បាននាំខ្ញុំទៅមន្ទីរពេទ្យនៅពាក់កណ្ដាលអាធ្រាត្រពួកគេបានបើកទ្វារដូចធម្មតានៅថ្ងៃបន្ទាប់លោកគ្រូអ្នកគ្រូនៅក្តៅបន្តិចទៀតសូមសម្រាប់បន្តិចចេញយានអ្នកប្រកាសជីជួបការលំបាកខ្លាំងណាស់នៅថ្ងៃនេះមិនអីទេតើអ្នកចង់មានន័យយ៉ាងណាថ្លៃជួលត្រូវបង់ម្ដងទៀតនៅខែក្រោយប្រាក់ឈ្នួលអ្នកថែទាំក៏ត្រូវតែបង់ដែរអ្នកមិនទាន់បានបង់ថ្លៃសម្ភារៈឆេវមិននៅឡើយទេនិយាយឲ្យត្រង់ទៅលោកគ្រូជើមិនមែនជាមនុស្សក្រៅទេតើឆេវមិនជានរណាកូនស្រីរបស់ខ្ញុំមានអាយុ10 ឆ្នាំតែម្ដាយរបស់គាត់នៅណាគាត់បានចាក់ចេញកាលពីប៉ុន្មានឆ្នាំមុនពួកគេគិតថាគំនិតរបស់ខ្ញុំក្នុងការបង្កើតស្ថានីយ៍មូលដ្ឋានសម្រាប់មនុស្សចាស់ខ្ញុំត្រឡប់មកពីសាលារៀនវិញហើយសេះតូចឲ្យមកនេះគឺជាយាយជើតើជាគ្រូជើដែលប៉ាបានលើកឡើងមែនទេជំរាបសួរលោកយាយជូយាយឲ្យឈឺទេចំណុច1ការញ៉ាំបង្អែមនឹងធ្វើឲ្យការឈឺចាប់បាត់ទៅវិញប៉ារបស់ខ្ញុំបានកុហកខ្ញុំបែបនេះកាលខ្ញុំនៅក្មេងអំពីការចាក់ថ្នាំអ្នកនៅតែដឹងថាវាជាការបោកប្រាស់អាចមានប្រយោជន៍លោកគ្រូមានថ្នាំនៅក្បែរគ្រែរបស់គាត់ទឹកមាននៅទីនេះមាននរណាម្នាក់បានទូរស័ព្ទមកខ្ញុំនៅពេលយប់តើអ្នកគេងនៅណាខ្ញុំនឹងគេងលើគ្រែបត់នោះនឹងមិនធ្វើទេតើខ្ញុំតែងតែគេងនៅទីណាសម្រាប់ការងារប៉ាអាចគេងលើគ្រែបត់បានខ្ញុំមិនចង់សំបីតែបង្វិលខ្លួនលោកគ្រូរំភើបចិត្តណាស់បរិសុទ្ធចំណាស់រូបនេះបានទទួលសំណងចំនួន1.2 លានយន់ជាសំណងសម្រាប់ការរុះរើតើខ្ញុំគួរទុកលុយនេះទៅអ្នកណាយាយជើថ្ងៃនេះយើងកំពុងសរសេរអត្ថបទមួយខ្ញុំបានទៅក្រៅប្រធានបទហើយតើមានអ្វីត្រូវបានសរសេរចំណងជើងគឺប៉ាខ្ញុំបានសរសេរវាជាគ្រូរបស់ឪពុកខ្ញុំគឺលោកឆៅតើគ្រូបានរិះគន់អ្នកទេពួកគេបានយល់ព្រមហើយនិយាយថាខ្ញុំនិយាយត្រូវតែថាបេដងមិនលេចធ្លោគឺមិនមែនជាប្រធានបទទេប៉ុន្តែបើគ្មានយាយជើទេចៅក៏មិនអាចមកដល់ចំណុចនេះដូចសពថ្ងៃនេះដែរលោក Chen Yuan លោកគ្រូហេតុអ្វីបានជាលោកគ្រូនៅទីនេះខ្ញុំប្រហែលជាមិនអាចសងប្រាក់ 3,000 យន់នោះវិញភ្លាមបានទេមិនបាច់ប្រញាប់ទេអ្នកមិនខ្លាចខ្ញុំក្បិតបំណុលទេលោកគ្រូបានទិញកាបូបសិក្សាឲ្យខ្ញុំកាលពីពេលនោះខ្ញុំខ្ជិលអស់រយៈពេល29 ឆ្នាំហើយនោះជារឿងខុសគ្នាដូចគ្នានៅទីនេះតើអ្នកនឹងធ្វើអ្វីប្រសិនបើខ្ញុំស្នាក់នៅទីនេះដោយគ្មានកំណត់ខ្ញុំនឹងមើលថែអ្នករាល់ថ្ងៃដែលអ្នកស្នាក់នៅខ្ញុំនឹងរកវិធីមើលថែអ្នកប្រសិនបើអ្នកស្នាក់នៅ1 ឆ្នាំអ្នកខ្លួនឯងមិនសូវមានជីវភាពធូរធារទេគ្រូមានវិធីដើម្បីផ្ដល់ការថែទាំឲ្យបានច្រើនទោះបីជាមានធនធានមានកំណត់ក៏ដោយក៏នៅតែមានវិធីដើម្បីផ្ដល់ការថែទាំនិងបន្លែបៃតងមិនយូរទេលេបថ្នាំឲ្យទាន់ពេលវេលាហើយមាននរណាម្នាក់នៅជាមួយអ្នកប្រសើរជាងដួលហើយគ្មានអ្នកណាដឹងលោកគ្រូជើអ្វីដែលសៀវចេននិយាយគឺជាការពិតលក្ខខណ្ឌនៅទីនេះមិនល្អបំផុតទេប៉ុន្តែចិត្តគឺសុចរិតមើលមនុស្សចាស់ទាំងអស់នៅក្នុងទីធ្លានេះតើពួកគេទាំងអស់គ្នាមិនចាប់អារម្មណ៍នឹងភាពជឿជាក់របស់គាត់ទេកូនប្រុសរបស់ខ្ញុំនៅក្នុងទីក្រុងមួយផ្សេងទៀតផ្ទេរប្រាក់ឲ្យខ្ញុំ2,000ក្នុងមួយខែប៉ុន្តែយើងជួបគ្នាតែម្ដងឬ2 ដងក្នុងមួយឆ្នាំប៉ុណ្ណោះសៀវចេនមិនដែលយកប្រាក់បន្ថែមពីខ្ញុំសូម្បីតែមួយកាក់ប៉ុន្តែខ្ញុំចាំថាខ្ញុំមិនអាចញ៉ាំបង្អែមបានទេលុយគឺជារឿងល្អប៉ុន្តែពួកគេមិនព្រមឲ្យលុយទឹកឬថ្នាំពេទ្យមកខ្ញុំទេពួកគេមិនបានសួរថាតើអ្នកត្រជាក់នៅពេលយប់ឬអត់ទេអ្នកមិនខ្លាចកូនប្រុស2 នាក់របស់ខ្ញុំនឹងបង្កបញ្ហាដល់អ្នកទេខ្ញុំធ្វើសកម្មភាពដោយមានមន្តសការច្បាស់លាស់អ្នកមិនខ្លាចគេចោទប្រកាន់អ្នកថាចង់បានលុយខ្ញុំទេលោកគ្រូអ្នកមានលុយវាមិនមានបញ្ហាទេថាតើវានៅទីនោះឬអត់ហើយអ្វីបានជាពួកគេដូចគ្នាខ្ញុំមានអំណរគុណដែលអ្នកមើលថែខ្ញុំទោះបីជាអ្នកគ្មានលុយក៏ដោយអ្នកមានលុយខ្ញុំត្រូវតែរំលឹកអ្នកបន្ថែមទៀតថាកុំផ្ដល់ប្រាក់ឧបត្ថម្ភដោយងាយតើអ្នកគិតថាគួរធ្វើដូចម្តេចប្រសិនបើមនុស្សចាស់មានលុយទុកវាសម្រាប់ខ្លួនអ្នកខ្ញុំឲ្យកូននោះជាកូនកំព្រាចិត្តសប្បុរសទូគ្មានលុយក៏ដោយក្មេងនោះមិនស្មោះត្រង់ការផ្ដល់លុយធ្វើឲ្យមនុស្សម្នាក់កាន់តែមិនគោរពជាសៀវចេនបានវាយដៃគោចំក្បាលយ៉ាងខ្លាំងបើកូនប្រុសទាំងពីររបស់ខ្ញុំមួយអ្នកនិយាយបែបនោះពួកគេអាចចោទប្រកាន់អ្នកថាញុះញង់ឲ្យមានបញ្ហាហើយខ្ញុំក៏ដូច្នោះដែរម៉ាក់តាម៉ាក់នៅតែនៅផ្ទះថែទាំមនុស្សចាស់នោះមែនទេហេតុអ្វីបានជាអ្នករស់នៅទីនោះប្រសិនបើអ្នកផ្សេងទៀតដឹងពួកគេនឹងគិតថាខ្ញុំមិនខ្វល់ពីឪពុកម្ដាយចាស់ជរារបស់ខ្ញុំទេដូច្នេះតើអ្នកនឹងចិញ្ចឹមមួយទេម៉ាក់ឲ្យកុំនិយាយអ្វីដែលធ្វើឲ្យកូនឈឺចាប់អីខ្ញុំនឹងទៅយកអ្នកបន្ទាប់ពីចេញពីធ្វើការថ្ងៃនេះទៅយកខ្ញុំនៅណាត្រឡប់ទៅផ្ទះខ្ញុំវិញតើខ្ញុំរស់នៅទីណាមុនគេដំបូងត្រូវស្នាក់នៅក្នុងការសិក្សាតើការសិក្សារបស់អ្នកត្រូវបានប្រើប្រាស់សម្រាប់ថ្នាក់រៀនតាមអ៊ីនធឺណិតរបស់កូនអ្នកដែរឬទេកុំធ្វើសេចក្តីថ្លែងការណ៍ដាច់ខាតណាមួយនៅឡើយកសាងប្រទេសជាតិសូមគិតគូរឲ្យបានច្បាស់លាស់មុននឹងអ្នកមក
ខ្ញុំត្រូវរៀបចំខ្លួនជាមុនសិនម៉ាក់ឲ្យម៉ាក់មករស់នៅកន្លែងបែបនេះដោយរបៀបណាកន្លែងនេះស្អាតណាស់ម៉ាក់ឲ្យអ្នករស់នៅទីនេះតើអ្នកជិតខាងនឹងមិត្តភក្តិរបស់អ្នកនឹងនិយាយយ៉ាងណាប្រសិនបើពួកគេដឹងអ្វីដែលខ្ញុំនឹងនិយាយពួកគេនឹងនិយាយថាខ្ញុំមិនគ្រប់គ្រងឪពុកម្ដាយខ្ញុំពេលពួកគាត់ចាស់ទេអ្នកនឹងចិញ្ចឹមមួយទេម៉ាក់ឲ្យហេតុអ្វីម៉ាក់ត្រូវនិយាយពាក្យអាក្រក់បែបនេះម៉ាក់យើងមិនបោះបង់ចោលអ្នកទេវាជាចរិតរឹងរូសរបស់អ្នកផ្ទាល់រវល់ជាមួយការងាររកសាងប្រទេសជាតិកូនកំពុងសិក្សាយ៉ាងលំបាកអ្នកក៏ត្រូវយល់ពីយើងដែរលោកគ្រូចៅត្រូវលេបថ្នាំម៉ាក់ឲ្យកូននៅតែត្រូវលេបថ្នាំទៀតបរិសុទ្ធចំណាស់បានដួលហើយរងរបួសជើងគ្រូពេទ្យបានចេញបញ្ជាបញ្ជីថ្នាំបើមិនមែនជាថ្នាំតើត្រូវញ៉ាំអ្វីនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យនោះទេសៀវឈិនបានសរសេរវាទាំងអស់ចុះនៅលើក្រដាសម្ដងនិងពេលល្ងាចម្ដងញ៉ាំបន្ទាប់ពីញ៉ាំអាហារប្រសិនបើកូនរវល់យ៉ាងហោចណាស់អ្នកមិនគួរសួរទេមីងនេះជារឿងគ្រួសារយើងបរិសុទ្ធចំណាស់ម្នាក់បានស្នាក់នៅស្ថានីយ៍របស់យើងត្រូវតែធ្វើឲ្យប្រាកដថាគាត់លេបថ្នាំរបស់គាត់នេះក៏ជាអាជីវកម្មរបស់យើងដែរម៉ាក់ឲ្យត្រឡប់មកជាមួយខ្ញុំវិញខ្ញុំបានទៅកន្លែងដែលខ្ញុំស្នាក់នៅបន្ទប់សិក្សាមិនល្អទេកូនរបស់ខ្ញុំត្រូវចូលរៀនថ្នាក់អនឡាញនៅពេលល្ងាចមានព្យាណូមួយនៅលើយ៉រនោះសាឡុងបន្ទប់ទទួលភ្ញៀវរបស់ម៉ាក់គឺជាកន្លែងសាធារណៈវាមិនស្រួលសម្រាប់អាជីវកម្មរបស់អ្នកនៅពេលយប់ទេហាកន្លែងរបស់អ្នកធំណាស់មានគ្រែសម្រាប់មនុស្សចាស់ទេបងប្រុសជានគូអ្នកគឺជាវាសនាតើម៉ាក់ខ្ញុំចំណាយលុយប៉ុន្មានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឲ្យវាគេបត់មកខ្ញុំហើយខ្ញុំនឹងទេវាទៅអ្នកវាគេបត់អាចត្រូវបានផ្ដល់ឲ្យសូមយកចិត្តទុកដាក់បន្ថែមទៀតចំពោះលោកគ្រូជូតើអ្នកចង់មានន័យយ៉ាងណារឿងគ្រួសារខ្ញុំមិនមែនជារឿងរបស់អ្នកទេបន្ទាប់មកអ្នកគួរតែយកគ្រូមកវិញការបង្កើតប្រជាជាតិត្រឡប់ទៅវិញណាម៉ាក់ថ្ងៃនេះម៉ាក់មកមិនមែនដោយសារតែម៉ាក់បារម្ភពីម៉ាក់ទេតើអ្នកខ្លាចមនុស្សនឹងនិយាយថាអ្នកមិនខ្វល់ពីការចូលនិវត្តន៍របស់ឪពុកម្ដាយអ្នកទេម៉ាក់ខ្ញុំមិនបានធ្វើទេនោះជាប្រយោគដំបូងរបស់អ្នកយករបស់ទាំងនោះមកវិញហើយឲ្យកុមារផឹកវាម៉ាក់កំពុងធ្វើអ្វីហ្នឹងយើងបានមកជួបអ្នកដោយសេចក្តីសប្បុរសអ្នកនៅតែផ្ដល់អាកប្បកិរិយាដល់ខ្ញុំសេចក្តីសប្បុរសរបស់ក្មេងស្រីនោះមិនមែនគ្រាន់តែជាការយកទឹកដោះគោមួយប្រអប់មកជាមួយនោះទេបុរសចំណាស់រូបនេះបានដួលព្រោះគាត់មានចិត្តល្អផ្ដល់ឲ្យគាត់នៅគ្រែមួយតោះទៅយើងស្នាក់នៅជាមួយអ្នកខាងក្រៅហើយយើងថែមទាំងបានបង្កើតសុជីវធម៌ល្អនៅទីនេះទៀតផងម៉ាក់ខ្ញុំនឹងមកម្ដងទៀតនៅថ្ងៃស្អែកខ្ញុំត្រូវសម្រេចចិត្តថាខ្ញុំនឹងស្នាក់នៅកន្លែងណាមុនពេលខ្ញុំមកតើយាយចៅនិងក្រុមគ្រួសាររបស់គាត់ជាកូនប្រុសរបស់អ្នកមែនទេគឺបើដូច្នោះហេតុអ្វីបានជាពួកគេមិនសប្បាយចិត្តព្រោះយាយមិនបានធ្វើអ្វីដែលពួកគេចង់បានតើជីដូនចង់ធ្វើអ្វីជីដូនមិនទាន់សម្រេចចិត្តនៅឡើយទេបន្ទាប់មកចំណាយពេលរបស់អ្នកដើម្បីគិតអំពីវាដំបូងបង្រៀនខ្ញុំពីរបៀបកែសម្រួលអត្ថបទរបស់ខ្ញុំល្អម៉ាក់ឲ្យហេតុអ្វីបានជាម៉ាក់ស្នាក់នៅទីនេះជាមួយមនុស្សចម្លែកតើនេះមិនមែនជាការចំអកបងប្អូនយើងទេអ្នកនៅតែមានភាពក្លាហានក្នុងការសុំឲ្យខ្ញុំវាអ្នកមែនទេម៉ាក់គិតថាកូននិយាយមិនពូកែយើងបារម្ភថាអ្នកប្រហែលជាត្រូវគេបោកប្រាស់អ្នកគឺជាសិស្សនោះទេអ្នកមិនបានគិតថ្លៃម៉ាក់ខ្ញុំសម្រាប់រយៈពេល 2-3 ថ្ងៃដែលគាត់ស្នាក់នៅផ្ទះរបស់អ្នកទេមែនទេកាននេះត្រូវបានកត់ត្រាទុកហើយប៉ុន្តែមិនទាន់បានប្រមូលនៅឡើយទេម៉ាក់ឲ្យស្ដាប់រឿងនេះសិនកាននេះទាំងអស់ត្រូវបានកត់ត្រាទុកអ្នកខាងក្រៅមិនដែលមើលថែអ្នកដោយឥតគិតថ្លៃទេវាមិនមែនសម្រាប់ឥតប្រយោជន៍ទេដែលខ្ញុំបានមើលថែកូនប្រុសរបស់ខ្ញុំព្រោះគ្មានការយកចិត្តទុកដាក់តតែសោះមីងឲ្យកុំប្រើពាក្យសម្ដីធ្ងន់ពេកអីខ្ញុំកំពុងនិយាយការពិតម៉ាក់កុំស្ដាប់អ្នកខាងក្រៅញុះញង់អីអ្នកមានកូនប្រុស2នាក់យើងពិតជានឹងត្រូវពឹងផ្អែកលើខ្លួនឯងសម្រាប់ការថែទាំមនុស្សចាស់បន្ទាប់មកខ្ញុំនឹងមកស្នាក់នៅកន្លែងរបស់អ្នកថ្មីនេះយើងបានយកស្តុកនៅហាងរបស់យើងបន្ទប់នោះពោពេញទៅដោយសម្ភារៈតើខ្ញុំអាចដេកលើឥដ្ឋដោយរបៀបណាជើងរបស់អ្នកមិនស្រួលទេអនុញ្ញាតឲ្យគាត់ដេកលើសាឡុងយើងនឹងនិយាយអំពីកន្លែងដែលម៉ាក់រស់នៅពេលក្រោយយើងមកថ្ងៃនេះដើម្បីសាកសួរអំពីការរុះរើផ្ទះចាស់របស់យើងអ្នកណាប្រាប់អ្នករឿងនោះដំណឹងនៃហេតុការណ៍ដ៏ធំរបស់ម៉ាក់បានសាយភីពេញការជេរជាក្រុមគ្រួសារអ្នកមិនអាចធ្វើការសម្រេចចិត្តតែម្នាក់ឯងបានទេមែនហើយអ្នកកំពុងតែចាស់ទៅហើយវាមិនមានសុវត្ថិភាពទេក្នុងការរក្សាលុយនៅខាងអ្នកជៀនមីននិងបងប្រុសរបស់ខ្ញុំសុទ្ធតែជាកូនប្រុសរបស់អ្នកយើងតែងតែត្រូវពិភាក្សាវាជាមុនប៉ាតើពួកគេមិនទើបតែនិយាយថាពួកគេនឹងមកទទួលយាយចៅទេធ្វើកិច្ចការផ្ទះនៅពេលដែលវាគេបាត់ថ្លៃព្យាបាលរបស់មនុស្សចាស់មានចំនួន3,000 យន់អ្នកទាំងអស់គ្នាត្រូវចំណាយលើគ្នាទៅវិញទៅមកនៅពេលដែលប្រាក់សំណងសម្រាប់ការរុះរើចេញមនុស្សគ្រប់គ្នាដឹងថាពួកគេជាកូនប្រុសកុំជ្រៀតជ្រែកក្នុងកិច្ចការរបស់មនុស្សចាស់ជៀនមីនពេលខ្ញុំសុំឲ្យអ្នកខ្ចីប្រាក់ខ្ញុំ 3,000 អ្នកបាននិយាយថាអ្នកខ្វះលុយចាយម៉ាក់ពេលនោះខ្ញុំពិតជារវល់ណាស់ពិធីជប់លៀងខួបកំណើតម្ដាយក្មេករបស់អ្នកមានតម្លៃ 5,800 ហើយហេតុអ្វីកូននៅតែចាំរឿងនេះអ្នកកំពុងមានចិត្តស្អប់ខ្ពើមខ្ញុំមិនសងសឹកទេខ្ញុំរក្សាកិន័យម៉ាក់ទោះបីជាខ្ញុំធ្វើអ្វីខុសនៅថ្ងៃនោះក៏ដោយអ្នកមិនអាចប្រកល់ទ្រព្យសម្បត្តិរបស់អ្នកទៅឲ្យអ្នកដទៃបានទេមែនទេខ្ញុំមិនបានយកលុយរបស់គ្រូចៅទេជាការពិតណាស់អ្នកបាននិយាយថាទេកាន់តែអ្នកនិយាយថាទេម៉ាក់ខ្ញុំកាន់តែគិតថាអ្នកថ្លៃថ្នូរអ្នកសិនមកថាមនុស្សគ្រប់គ្នាគិតដូចអ្នកតើអ្នកកំពុងនិយាយអំពីអ្នកណាចំណងនៃពិភពលោកនេះថ្ងៃនេះអ្នកបានមកទទួលខ្ញុំនៅតែចង់សួរអំពីលុយ
ម៉ាក់កុំប្រញាប់អីអ្នកក៏ត្រូវធ្វើការរៀបចំសម្រាប់ការមកដល់ភ្លាមផងដែរលុយក៏ត្រូវរៀបចំដែរតើអ្នកមានគម្រោងអ្វីខ្លះសម្រាប់ខ្ញុំម៉ាក់អ្នកអាចស្នាក់នៅផ្ទះសំណាក់បានឥឡូវនេះខ្ញុំនិងបងប្រុសខ្ញុំបានពិភាក្សាគ្នាថាអ្នកណានឹងចេញថ្លៃចំណាយបងប្រុសរបស់ខ្ញុំមានជីវភាពធូរធារដូច្នេះគាត់ចូលរួមចំណែកច្រើនជាងតើគួរបែងចែកប្រាក់យ៉ាងដូចម្ដេចខ្ញុំនិងបងប្រុសរបស់ខ្ញុំបានពាក់កណ្ដាលម្នាក់យើងនឹងបង់ថ្លៃសោធននិវត្តន៍របស់អ្នកជារៀងរាល់ខែខ្ញុំមិនមែនជាមនុស្សចង់បានលុយទេប៉ុន្តែមាននរណាម្នាក់កំពុងចែករំលែកវាជាមួយខ្ញុំតោះទៅម៉ាក់ពេលខ្ញុំពិតជាត្រូវការរៀបចំលុយយើងនឹងជូនដំណឹងដល់អ្នកពិតជាមែនតើយាយចៅនិងអ្នកដទៃទៀតចង់បានតែលុយមែនទេកុមារមិនគួរគិតអាក្រក់ពេកចំពោះមនុស្សទេតើអ្នកចង់បានពួកគេទេមិនទាន់បានបង្វិលខ្លួននៅឡើយទេគ្រូអ្នកនៅតែចង់ផ្ដល់ឱកាសឲ្យពួកគេលើកចុងក្រោយលោកគ្រូទៅញ៉ាំអាហារហើយចេញយានខ្ញុំចង់ផ្ញើសារទៅពួកគេសូមផ្ញើវាមកម៉ាក់ចង់ទៅផ្ទះហើយស្នាក់នៅមួយរយៈតើអ្នកណាទំនេរការជូនដំណឹងបញ្ជាក់ពីការរុះរើផ្ទះចាស់បានមកដល់ហើយម៉ាក់ចង់ឲ្យនរណាម្នាក់ទៅជាមួយខ្ញុំដើម្បីបញ្ចប់នីតិវិធីនៅថ្ងៃស្អែកម៉ាក់ថ្ងៃស្អែកម៉ោងប៉ុន្មានខ្ញុំនឹងឈប់សម្រាប់មួយថ្ងៃដើម្បីនៅជាមួយអ្នកមិនមែនជាក្មេងដែលប្រឡងទេការប្រឡងកំពុងសម្លឹងមកខ្ញុំដូចជាមនុស្សឈួតម្ដងទៀតការអំដំណើរអ្នកឆ្លងកាត់នីតិវិធីគឺសំខាន់ជាងម៉ាក់ខ្ញុំក៏ទៅថ្ងៃស្អែកដែររឿងសំខាន់មិនគួរទុកឲ្យបងប្រុសច្បងដោះស្រាយទេអ្នកមិនមែនជាអ្នកស្តុកទុកទេការត្រួតពិនិត្យសារពើភ័ណ្ឌមិនសំខាន់ដូចអាជីវកម្មរបស់អ្នកទេពិតជាមានភាពរហ័សរហួន3000យន្តកាន់តែពិបាកចាក់ចេញ1-2លានថ្ងៃគឺជាចំនួនថ្ងៃអត្តបមែនដែលអ្នកអាចឈប់សម្រាកបានលោកឆេនយួនលោកគ្រូអ្នកគ្រូថាវាជាកំហុសរបស់ខ្ញុំដែលមិនបានបង្រៀនក្មេងទាំងពីរនាក់ឲ្យបានល្អវាគឺជាលុយដែលបាននាំពួកគេឲ្យភ្លឺឡើងលុយរបស់គ្រូបង្រៀនមិនមែនជារឿងអាក្រក់នោះទេវាគ្រាន់តែចង់បង្ហាញអ្វីដែលលាក់ទុកប៉ុណ្ណោះតើអ្នកនឹងមកជាមួយខ្ញុំនៅថ្ងៃស្អែកទេខ្ញុំកូនប្រុស2នាក់របស់អ្នកនឹងមិនសប្បាយចិត្តទេពួកគេមិនសប្បាយចិត្តរួចទៅហើយលោកគ្រូខ្ញុំមិនចង់ឲ្យពួកគេគិតថាខ្ញុំចង់បានលុយរបស់អ្នកទេដូច្នេះតើអ្នកចង់គូវាទេមិនត្រូវបន្ទាប់មកជាមួយខ្ញុំម៉ាក់ញ៉ាំអាហារពេលព្រឹកហើយឬនៅម៉ាក់ឲ្យម៉ាក់ញ៉ាំអស់ហើយយើងបានទិញរបស់នេះជាពិសេសសម្រាប់ម៉ាក់ឲ្យថ្ងៃនេះខ្យល់បក់ខ្លាំងសូមអញ្ជើញមកដើរលេងតើគាត់បានទៅធ្វើអ្វីម៉ាក់នេះជាមន្ទីរពេទ្យរបស់គ្រួសារយើងគាត់បានបង់ប្រាក់ចំនួន 3.000 យន់គាត់បានបង់ប្រាក់សម្រាប់វាក្នុងអំឡុងពេលពិនិត្យសុខភាពនៅមន្ទីរពេទ្យម៉ាក់តើអ្នកកំពុងបន្ទោសយើងមែនទេលោកគ្រូខ្ញុំកំពុងរងចាំនៅខាងក្រៅដើម្បីទិញកែវភ្នែកអ្នកមិនចាំបាច់មកជាមួយខ្ញុំទេយ៉ាស៊ូគូនីសូមប្រាប់ថាអ្នកកំពុងតែចាស់ទៅហើយប្រាក់ត្រូវបានផ្ទេរទៅកណនីរបស់អ្នកវាមិនត្រឹមត្រូវទេដែលខ្ញុំនិយាយបែបនោះទៅកាន់ប្អូនថ្លៃស្រីរបស់ខ្ញុំម៉ាក់មិនមែនមានតែកូនប្រុសម្នាក់ទេគឺបងប្រុសច្បងរបស់ខ្ញុំឈ្មោះហុំតើអ្នកមិនបាននិយាយថាអ្នករវល់ពេកនៅហាងមិនអាចមើលថែម៉ាក់បានទេការថែរក្សាគឺការថែរក្សាទ្រព្យសម្បត្តិគឺជាទ្រព្យសម្បត្តិតើខ្ញុំនិយាយអ្វីខុសទេធានឈិនកូនរបស់បងប្រុសខ្ញុំកំពុងចូលរៀនថ្នាក់បង្រៀនបន្ថែមហាងយើងខ្ញុំក៏ត្រូវការរកចំណូលបន្ថែមផងដែរហេតុអ្វីកូនគួរគ្រប់គ្រងលុយរបស់ម៉ាក់របស់ជីនមីងច្បាស់ជានឹងរស់នៅជាមួយខ្ញុំចាប់ពីពេលនេះទៅខ្ញុំមានវិធីស្របច្បាប់មួយក្នុងការគ្រប់គ្រងលុយនិយាយថាខ្ញុំចង់រស់នៅជាមួយអ្នកនៅពេលណាម៉ាក់មិនខ្វល់ថាអ្នករស់នៅជាមួយអ្នកណាទេលុយកាក់នេះគួរតែត្រូវបានពិភាក្សារវាងកូនប្រុសទាំងពីររបស់ឆៅហ្គែងនេះជាការបញ្ជាក់សំណងសម្រាប់ការរុះរើផ្ទះចាស់សម្រាប់មនុស្សចាស់1-2 លាននៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបានបញ្ជាក់ថាត្រឹមត្រូវការទូទាត់នឹងត្រូវបានផ្ទេរទៅកណនីផ្ទាល់ខ្លួនរបស់អ្នកសមិទ្ធតើអ្នកអាចផ្ទេរប្រាក់ទៅកណនីរបស់ខ្ញុំបានទេខ្ញុំជាកូនប្រុសច្បងរបស់ហើយអ្វីខ្ញុំគួរផ្ទេរប្រាក់ទៅកណនីរបស់អ្នកជាគោលការណ៍ប្រាក់គួរតែត្រូវបានផ្ទេរទៅកណនីផ្ទាល់ខ្លួនរបស់ម្ចាស់សិទ្ធិលុះត្រាតែមនុស្សចាស់អនុញ្ញាតដោយច្បាប់មនុស្សចាស់ជ្រាបពេកមិនអាចគ្រប់គ្រងបាននោះមិនមានន័យថាអ្នកអាចអនុញ្ញាតបានតែបងប្រុសច្បងនោះទេឥឡូវនេះមិនមែនជាពេលវេលាសម្រាប់ jamming ប្រយុទ្ធទេអ្នកមិនបានប្រកែកទេថាអ្នកគ្រាន់តែសុំឲ្យដាក់ប្រាក់ចូលក្នុងកណនីរបស់អ្នកប៉ុណ្ណោះបរិសុទ្ធចំណាស់នៅតែអង្គុយនៅទីនេះប៉ុន្តែបន្ទាប់មកពួកគេចាប់ផ្ដើមជួបប្រកែកគ្នាលោកម្ចាស់តើលោកគិតយ៉ាងណាដែរទេទៅកណនីផ្ទាល់ខ្លួនរបស់ខ្ញុំម៉ាក់ខ្ញុំខ្លាចថាកូននឹងត្រូវគេបោកប្រាស់មែនហើយម៉ាក់មានលុយច្រើនពេកកាលនោះមានតម្លៃ 3000 យន់អ្នកមិនខ្លាចខ្ញុំត្រូវគេបោកទេសូមចុះហត្ថលេខាដើម្បីបញ្ជាក់លោកស្រីលោកគ្រូសូមចំណាយពេលរបស់អ្នក
មនុស្សចាស់ឲ្យប្រសិនបើអ្នកមានសំណួរអំពីការរៀបចំសម្រាប់ទ្រព្យសម្បត្តិនាពេលអនាគតសំណួរអំពីការរៀបចំចូលនិវត្តន៍មានបង្អួចសេវាកម្មផ្នែកច្បាប់នៅជាន់ទី2អ្នកអាចពិគ្រោះជាមួយខ្ញុំហៀបនឹងទៅផ្ទះម៉ាក់ហើយតើកូនមានអ្វីចង់សួរតើគួរធ្វើអ្វីជាមួយលុយនេះនាពេលអនាគតម៉ាក់តើខ្ញុំត្រូវពិគ្រោះជាមួយគាត់ទេបងប្អូនយើងអាចពិភាក្សាគ្នាបានតើអ្នកទាំងពីរទើបតែពិភាក្សាគ្នាមែនទេយើងមិនអាចឲ្យឆេនយួនចូលបានទេលោកស្រីចង់សួរអ្វីខ្ញុំចង់រៀបចំផែនការសន្សំសម្រាប់ចូលនិវត្តន៍និងទ្រព្យសម្បត្តិរបស់ខ្ញុំបន្ទាប់ពីខ្ញុំស្លាប់មកឲ្យសូមកុំធ្វើដោយចិត្តប្រញាប់អ្នកមិនអាចធ្វើសកម្មភាពដោយមិនគិតទុកជាមុនអំពីទ្រព្យសម្បត្តិរបស់ម្ដាយអ្នកបានទេសូមឲ្យមនុស្សចាស់និយាយផងពេលវាមានតម្លៃ $3,000 អ្នកអាចឲ្យខ្ញុំគិតដោយខ្លួនឯងបានពេលវាឡើងដល់ 1.2 លានអ្នកទាំងអស់គ្នាព្រួយបារម្ភពីខ្ញុំម៉ាក់ថ្ងៃនោះខ្ញុំកំពុងប្រជុំខ្ញុំពិតជារវល់ណាស់នៅថ្ងៃនោះជៀនគូអ្នកមិនឲ្យខ្ញុំអង្គុយលើសាឡុងស្បែករបស់អ្នកទេជៀនមានពិធីជប់លៀងខួបកំណើតម្ដាយក្មេករបស់អ្នកមានតម្លៃ $5,800 ក្នុងមួយតុអ្នកបាននិយាយថាការចំណាយលើការព្យាបាលចំនួន $3,000 របស់ម៉ាក់គឺជារំដៅដ៏ជ្រៅបំផុតម៉ាក់នោះហើយជាអ្វីដែលខ្ញុំបាននិយាយជៀនមានមិនបានគិតបែបនោះទេតើគាត់បានមកដល់ពេលអ្នកនិយាយទេខ្ញុំបានសួរអ្នកថាអ្នកណាទំនេរទុកឲ្យខ្ញុំស្នាក់នៅមួយរយៈម្នាក់ក្នុងចំណោមអ្នកកំពុងនិយាយអំពីការប្រឡងរបស់កុមារម្នាក់និយាយថាហាងកំពុងយកស្តុកទំនិញខ្ញុំបាននិយាយថាសំណងសម្រាប់ការរុះរើតម្រូវឲ្យមាននីតិវិធីម្នាក់ក្នុងចំណោមអ្នកបានសុំឈប់សម្រាកហាងមួយបានបិទវាមិនមែនថាអ្នកមិនមានពេលវេលានោះទេបងប្អូនឲ្យចំណាយពេលលើលុយគុំទុកវាឲ្យម៉ាក់តើលោកស្រីមានគំនិតយ៉ាងណាដែរខ្ញុំចង់ទុកប្រាក់ចំនួន$200,000យន់សម្រាប់ការចំណាយចូលនិវត្តន៍និងថ្លៃព្យាបាលរបស់ខ្ញុំគ្មាននរណាម្នាក់អាចផ្លាស់ទីបានទេនេះសមហេតុផលណាស់ខ្ញុំចង់ដក$300,000បង្កើតកម្មវិធីជំនួយសម្រាប់សិស្សជួយកុមារក្រីក្រក្នុងសហគមន៍ឲ្យសិក្សាគ្រូប្រាក់ដែលនៅសល់ខ្ញុំនឹងមិនបែងចែកទ្រព្យសម្បត្តិរវាងកូនប្រុសទាំងពីររបស់ខ្ញុំទេម៉ាក់តើអ្នកចង់មានន័យយ៉ាងណាលុយដែលខ្ញុំនឹងមានបន្ទាប់ពីខ្ញុំស្លាប់ខ្ញុំចង់ទុករឿងនេះទៅមនុស្សដែលពិតជានឹងមើលថែខ្ញុំនៅពេលខ្ញុំចាស់ខ្ញុំក៏ចង់គ្រប់គ្រងដល់ស្ថានីយ៍ថែទាំមនុស្សចាស់ញួនញៀងឲ្យបន្តដំណើរការផងដែរឈួតហើយគាត់មិនមែនជាម្ដាយរបស់កូនប្រុសរបស់អ្នកទេអ្នកត្រូវបានគេបោកបញ្ឆោតលោកគ្រូពិតណាស់លោកគ្រូបាននិយាយថាទេនៅពេលដែលខ្ញុំបាននិយាយថាទេបើអ្នកហ៊ាននិយាយវាឥឡូវនេះអ្នកនឹងត្រូវគេលាតត្រដាងមកឲ្យកុំចាញ់បោកពួកអ្នកខាងក្រៅទាំងនេះអីតើសិស្សណាដែលចង់បានប្រាក់សោធននិវត្តន៍របស់គ្រូរបស់ពួកគេខ្ញុំមិនដែលលោភលន់លុយរបស់គ្រូចុះទេតើអ្នកហ៊ានសរសេរការធានាថាអ្នកនឹងមិនដែលចង់បានប្រាក់មួយកាក់មួយសេនពីគាត់ទេមិនអីទេគាត់មិនចង់បានវាទេវាជាសិទ្ធិសម្បត្តិរបស់គាត់ខ្ញុំបានសម្រេចចិត្តហើយម៉ាក់ខ្ញុំជាកូនពិតរបស់អ្នកខ្ញុំដឹងថាហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះខ្ញុំបែបនេះខ្ញុំបានផ្ដល់ឱកាសឲ្យអ្នកហើយគ្រាន់តែ$3,000មិនមែន$3,000ទេខ្ញុំបានបង់វិក័យប័ត្រថ្លៃព្យាបាលរបស់ខ្ញុំនៅក្នុងច្រករបៀងមន្ទីរពេទ្យអ្នកសួរខ្ញុំអំពីប្រាក់សោធននិវត្តន៍ជាមុនសិនអ្នកបារម្ភថាខ្ញុំនឹងធ្វើឲ្យសាឡុងខ្វក់ពេលខ្ញុំចូលមកក្នុងផ្ទះរបស់អ្នកខ្ញុំបានសួរអ្នកថាខ្ញុំរស់នៅណាអ្នកមិនអាចនិយាយវាបានទេវាគឺបន្ទាប់ពីអ្នកដឹងអំពីលុយខ្ញុំទើបតែចាំបានថាខ្ញុំជាម្ដាយរបស់អ្នកមកឲ្យខ្ញុំក៏មានការលំបាករបស់ខ្ញុំដែរជាការពិតណាស់អ្នកមានការលំបាករបស់អ្នកគឺថាម្ដាយក្មេករបស់អ្នកចង់បង្កើតចំណាប់អារម្មណ៍ល្អនៅក្នុងពិធីជប់លៀងដ៏ប្រណីតរបស់គាត់វាជាអាជីវកម្មដែលត្រូវការចំណូលវាដោយសារតែខ្ញុំខ្លាចបងប្រុសរបស់ខ្ញុំនឹងមិនបរិច្ចាគប្រាក់គ្រប់គ្រាន់ប៉ុន្តែការឈឺជើងរបស់ម៉ាក់មិនមែនជាបញ្ហារបស់អ្នកទេមនុស្សចាស់ឲ្យខ្ញុំស្នើឲ្យអ្នកកុំដោះស្រាយរឿងនេះដោយអារម្មណ៍ជាមុនសិនការបញ្ជាក់អាចត្រូវបានកំណត់ពេលបញ្ជាក់ការរៀបចំទ្រព្យសម្បត្តិបន្ទាប់ពីស្ងប់ស្ងាត់ដើម្បីធានាបាននូវចិត្តណាពិតរបស់អ្នកមូលនិធិសោធននិវត្តន៍គ្រប់គ្រាន់ក៏គួរតែត្រូវបានបំរុងទុកផងដែរខ្ញុំចង់ធ្វើវាដោយស្របច្បាប់ការិយាល័យដែលមានភាពស្ងប់ស្ងាត់អាចដោះស្រាយវាបានអ្នកអាចចាប់ផ្ដើមដោយធ្វើផែនការមូលនិធិសោធននិវត្តន៍ធ្វើសម្បត្តិបណ្ដាំឬរៀបចំពិធីបុណ្យសពការណាត់ជួបនឹងត្រូវបានបញ្ជាក់ជាមួយមន្ទីរពេទ្យដាច់ដោយឡែកមួយក្នុងអំឡុងពេលដំណើរការដាក់ពាក្យម៉ាក់ឲ្យម៉ាក់មិនអាចធ្វើបែបនេះបានទេម៉ាក់មិនបានបដិសេធម៉ាក់ទេចាប់តាំងពីម៉ាក់ចាប់ផ្ដើមមកសាងប្រទេសមកប្រសិនបើអ្នកពិតជាមកជួបខ្ញុំនៅពេលអនាគតខ្ញុំនឹងអនុញ្ញាតឲ្យអ្នកចូលខ្ញុំនឹងមិនបោះបង់ចោលអ្នកទេប្រសិនបើអ្នកជួបប្រទះនឹងជំងឺគ្រោះមហន្តរាយឬគ្រាអាសន្នប៉ុន្តែលុយខ្ញុំនឹងមិនប្រគល់ខ្លួនឯងទៅឲ្យនរណាម្នាក់ដែលមិនខ្វល់ពីខ្ញុំម្ដងទៀតឡើយម៉ាក់អ្នកនឹងសោកស្ដាយចំពោះរឿងនេះខ្ញុំបានសោកស្ដាយវារួចហើយខ្ញុំស្ដាយណាស់ដែលតែងតែគិតអ្នកដែលមានទំនាក់ទំនងជីវសាស្ត្រគឺពិតជាជិតស្និទ្ធណាស់តើលោកគ្រូចៅគួរដាក់កៅអីម៉ាសានៅណាខ្ញុំមិនបានទិញកៅអីម៉ាសាទេម៉ាក់ខ្ញុំបានទិញរបស់នេះឲ្យម៉ាក់ជីនគូបានចំណាយពេលយូរដើម្បីជ្រើសរើសវាពួកគេនិយាយថាជើងរបស់អ្នកខូចនេះមានផាសុកភាពដាក់វានៅខាងក្នុងកុំដាក់វានៅទីនេះអីដាក់វានៅផ្ទះយើងទៅ
ម៉ាក់វាមិនមានសុវត្ថិភាពទេក្នុងការទុករបស់ថ្លៃបែបនេះនៅស្ថានីយ៍ប្រៃសណីយ៍បើចង់អង្គុយសូមមកអង្គុយនៅផ្ទះយើងហាខ្ញុំបានទិញវាសម្រាប់មនុស្សចាស់ហើយពួកគេត្រូវតែមកលេងការទុកវានៅស្ថានីយ៍ប្រៃសណីយ៍ក៏ល្អដែរមានមនុស្សច្រើនណាស់នៅស្ថានីយ៍ Django ចុះបើមានអ្នកណាបំបែកវាសូមប្រគល់វាមកវិញផងម៉ាក់នេះជាបំណងប្រាថ្នារបស់កូនបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់អ្នកត្រូវបានរក្សាទុកនៅផ្ទះរបស់អ្នកជើងខ្ញុំឈឺហើយខ្ញុំមិនអាចវាពីលើបានទេម៉ាក់ខ្ញុំបានសុំឲ្យនរណាម្នាក់ទិញរបស់នេះឲ្យខ្ញុំម៉ាក់នាំចូលមកថ្លៃណាស់ចែមិនបានទិញវាជាពិសេសសម្រាប់អ្នកនេះមិនស័ក្តិសមសម្រាប់លោកគ្រូជូទេតើអ្នកដឹងអ្វីខ្លះថ្នាំដែលគាត់កំពុងប្រើនាពេលបច្ចុប្បន្ននេះមានចំនួនជាមួយគ្រឿងផ្សំនេះវាជាការល្អបំផុតក្នុងការសួរគ្រូពេទ្យដែលបើកផ្ទះសំណាក់ដឹងអំពីថ្នាំទេសៀវឈិនមិនយល់ទេដូច្នេះគាត់ដឹងត្រូវសួរគ្រូពេទ្យតើអ្នកបានសួរកូនរបស់អ្នកមុនពេលទិញវាទេយើងខ្ញុំបានដឹកជញ្ជូនរបស់របរទាំងនោះដោយសប្បុរសអ្នកនៅតែរើសអើងមែនទេយកវាមកវិញហើយប្រគល់វាមកវិញម៉ាក់ឲ្យហេតុអ្វីបានជាម៉ាក់ពិបាកផ្គប់ចិត្តម្លេះខ្ញុំពិបាកផ្គប់ចិត្តណាស់ម៉ាជីនមីងមិនមានន័យដូច្នោះទេខ្ញុំធ្លាប់បារម្ភថាអ្នកនឹងយល់ថាវាមានបញ្ហានិយាយថាអ្នកមិនត្រូវការអ្វីទាំងអស់ឥឡូវនេះខ្ញុំកំពុងនិយាយការពិតអ្នកទាំងអស់គ្នាគិតថាខ្ញុំពិបាកផ្គប់ចិត្តមែនទេម៉ាក់ឲ្យខ្ញុំមិនបានមកទីនេះដើម្បីឆ្លោះប្រកែកទេដូច្នេះម៉ាក់មកធ្វើអ្វីនៅទីនេះខ្ញុំចង់អញ្ជើញអ្នកឲ្យស្នាក់នៅផ្ទះរបស់ខ្ញុំ2 3ថ្ងៃបន្ទាប់មកខ្ញុំនឹងទៅស្នាក់នៅជាមួយគ្រូរយៈពេល2ថ្ងៃខ្ញុំនឹងនាំអ្នកទៅទីនោះលោកគ្រូលែងត្រូវការឲ្យខ្ញុំបើកឡានទៀតហើយសូមទូរស័ព្ទមកខ្ញុំប្រសិនបើអ្នកត្រូវការអ្វីមួយម៉ាក់សូមធ្វើរឿងនេះសិនយើងធ្លាប់គេងក្នុងបន្ទប់គេងរបស់យើងបន្ទប់របស់កុមារមិនគួរមានសំឡេងរំខានទេតើម៉ាក់របស់អ្នកបានបែងចែកលុយនៅពេលណាកុំប្រញាប់ប្រញាល់តើខ្ញុំអាចមិនឲ្យថប់បារម្ភដោយរបៀបណាឥឡូវនេះគាត់ផ្ដោតតែលើកិច្ចការលោកីប៉ុណ្ណោះប្រសិនបើអ្នកមិនចាប់ផ្ដើមរកលុយឆាប់ទេវាពិតជានឹងហើរទៅឆ្ងាយខ្ញុំបាននាំគាត់មកវិញហើយការនាំគាត់មកវិញមានន័យថាអ្នកត្រូវប្រាប់គាត់ឲ្យដឹងខ្ញុំនៅតែត្រូវពឹងផ្អែកលើកូនប្រុសរបស់ខ្ញុំសម្រាប់វ័យចំណាស់ចុះបើគាត់ពិតជាចង់ស្នាក់នៅទីនោះយូរមែនការស្នាក់នៅរយៈពេលវែងមិនអាចទៅរួចទេពេលរៀបចំលុយរួចរាល់ចូលយើងរកផ្ទះថែទាំគាត់នៅជិតផ្ទះការទៅលេង2 ដងក្នុងមួយខែត្រូវបានចាត់ទុកថាជាការគោរពបូជារបស់កតញ្ញូសូមនាំខ្ញុំត្រឡប់ទៅផ្ទះសំណាក់វិញម៉ាក់នឹងមិនស្នាក់នៅលើសពី2 ថ្ងៃទេខ្ញុំមិនទាន់មានគម្រោងទៅផ្ទះថែទាំមនុស្សចាស់របស់អ្នកនៅឡើយទេតោះទៅណាម៉ាក់តើម៉ាក់ពិតជានឹងឲ្យលុយទៅឆេនយួនមែនទេម៉ាក់ឲ្យកុំច្រឡំអីទោះបីជាអ្នកខាងក្រៅល្អប៉ុណ្ណាក៏ដោយពួកគេនៅតែជាអ្នកខាងក្រៅកូនប្រុសជីវសាស្ត្រគឺជាកូនប្រុសជីវសាស្ត្រប្រសិនបើកូនប្រុសបង្កើតគ្រាន់តែនិយាយថាខ្ញុំមានសាច់ញាតិខាងជីវសាស្ត្រជាមួយអ្នកនោះគ្មានប្រយោជន៍តតែសោះជាការពិតណាស់អ្នកទាំងអស់គ្នានឹងនិយាយជំនួសឆេនយួនលោកគ្រូថ្ងៃនេះខ្ញុំអត់បានទៅរៀនមានរឿងអ្វីកើតឡើងលោកគ្រូចេងអ្នកធ្វើការសម្រេចចិត្តខ្ញុំរងចាំនៅខាងក្រៅខ្ញុំមិនចង់ប៉ះពាល់ដល់អ្នកទេវាមើលទៅគួរឲ្យជឿជាក់ណាស់មនុស្សចាស់ត្រូវសម្ភាសជាលក្ខណៈបុគ្គលបញ្ជាក់ភាពត្រឹមត្រូវរបស់មន្ទីរពេទ្យសេរីពីការបង្ខិតបង្ខំយើងមិនបង្ខិតបង្ខំទេយើងបារម្ភថាគាត់នឹងទទួលឥទ្ធិពលពីអ្នកដទៃថាតើមនុស្សចាស់រងផលប៉ះពាល់ឬអត់នោះគួរតែត្រូវបញ្ជាក់ដោយមនុស្សចាស់ខ្លួនឯងលោកស្រីឆៅហ្គាយងតើអ្នកច្បាស់លាស់អំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទេផ្ទះចាស់បានទទួលសំណងចំនួន1 2 លានយន់ជាសំណងសម្រាប់ការវាត្រូវបានដាក់ចូលទៅក្នុងកណនីផ្ទាល់ខ្លួនរបស់ខ្ញុំតើអ្នកយល់ច្បាស់អំពីស្ថានភាពរបស់អ្នកស្នងមរតកស្របច្បាប់របស់អ្នកទេខ្ញុំមានកូនប្រុស2 នាក់គឺ Zhao Jianyou និង Zhao Jiaming ការរៀបចំហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃនេះតើវាដោយសារតែការបង្ខិតបង្ខំពី Chen Yuan ឬអ្នកដទៃហើយអ្វីបានជាអ្នកធ្វើការរៀបចំបែបនេះប្រសិនបើគ្មានហេតុផលសម្រាប់វាខ្ញុំត្រូវការប្រាក់ចំនួន 3000 យន់សម្រាប់ចំណាយលើការព្យាបាលនៅថ្ងៃដែលខ្ញុំដួលកូនប្រុសទាំងពីររបស់គាត់ទាំងពីរនាក់មិនមានឆន្ទៈក្នុងការផ្ដល់ឲ្យទេអតីតសិស្សរបស់ខ្ញុំបានបង់ប្រាក់ឲ្យខ្ញុំការរៀបចំជាក់លាក់របស់អ្នកគឺ200,000ជាកណនីពិសេសរបស់ខ្ញុំសម្រាប់ការចូលនិវត្តន៍និងការថែទាំ300,000 យន់ដើម្បីបង្កើតការទូទាត់ជំនួយសម្រាប់សិស្សដែលមានមូលដ្ឋានដែលខ្វះខាតកុមារទិញសៀវភៅនិងបង់ថ្លៃសម្ភារៈប្រាក់ឧបត្ថម្ភសិក្សាខ្ញុំនឹងទុកលុយដែលនៅសល់ឲ្យ Chen Yuan បន្ទាប់ពីខ្ញុំទទួលមរណភាពប៉ុន្តែខ្ញុំចង់បន្ថែមការពន្យល់មួយនេះមិនមែនជាលុយសម្រាប់គាត់ខ្ជិះខ្ជីនោះទេផ្ទុយទៅវិញយើងសង្ឃឹមថាគាត់នឹងបន្តដំណើរការមណ្ឌលថែទាំមនុស្សចាស់ញួនញៀងឲ្យបានល្អថែរក្សាកូនស្រីរបស់គាត់ Chairman ឲ្យបានល្អការស្នងមរតកដោយគ្មានពាក្យបណ្ដាំដល់អ្នកស្នងមរតកដែលមិនមែនជាអ្នកស្នងមរតកត្រូវតែដោះស្រាយតាមច្បាប់យើងនឹងជួយអ្នកពិនិត្យមើលទំនុកច្រៀងជាក់លាក់សម្រាប់ទម្រង់ដែលត្រូវគ្នាអ្នកក៏រក្សាសិទ្ធិក្នុងការធ្វើការកែប្រែនាពេលអនាគតផងដែរខ្ញុំយល់ថាអ្នកប្រកាសថាវាមិនមែនគ្រាន់តែជាការផ្ទុះកំហឹងមួយផ្លែតនោះទេពេលខ្ញុំខឹងអ្វីដែលខ្ញុំចង់ធ្វើគឺយំឥឡូវនេះខ្ញុំចង់ធ្វើការវិភាគច្បាស់លាស់មួយតើអ្នកពេញចិត្តឥឡូវនេះទេខ្ញុំគ្រាន់តែសង្ឃឹមថាកូនប្រុស2 នាក់របស់គ្រូចៅវាអាចធ្វើឲ្យចិត្តរបស់គាត់ស្ងប់ប៉ុន្តែអ្នកមិនបានធ្វើទេបាទចាស
តើអ្នកជាសិស្សម្នាក់មានសិទ្ធិអ្វីមកជ្រៀតជ្រែកក្នុងកិច្ចការគ្រួសាររបស់យើងដោយផ្អែកលើអ្វីដែលខ្ញុំបានឃើញគាត់តែម្នាក់ឯងនៅក្នុងមន្ទីរពេទ្យតាមអ្វីដែលខ្ញុំបានឬគាត់និយាយកូនប្រុសទាំងពីររបស់គាត់រវល់ណាស់មុខរបស់នាងគ្មានឈាមតតែសោះពីព្រោះគាត់មិនបានធ្វើឲ្យខ្ញុំឈប់រៀននៅពេលនោះទេនៅទីបញ្ចប់វាទាំងអស់គឺអំពីការគំរាមកំហែងផ្លូវចិត្តលោកគ្រូចៅមិនបានចាប់ខ្ញុំធ្វើជាចំណាប់ខ្មាំងដោយសារការដឹងគុណនោះទេវាជាអ្វីដែលខ្ញុំចងចាំម៉ាក់ចប់ហើយតើអ្នកពិតជាបានធ្វើវាមែនទេម៉ាក់កូនកំពុងធ្វើអ្វីហ្នឹងកុំបន្ទោសយើងដែលធ្វើឲ្យយើងខូចចិត្តនៅពេលក្រោយបេះដូងរបស់អ្នកខ្ញុំបានប៉ះប្រាក់ 3,000 យន់នៅថ្ងៃនោះមកឲ្យអ្នកពិតជាលែងចង់បានយើងទៀតហើយមែនទេខ្ញុំមិនបានបោះបង់ចោលអ្នកទេបើដូច្នោះហេតុអ្វីបានជាអ្នកមិនឲ្យយើងមួយកាក់មួយសេនខ្ញុំបានទុកទ្វារចំហសម្រាប់អ្នកអាចមកជួបខ្ញុំបានប្រសិនបើអ្នកចង់នៅពេលអនាគតពេលប្រឈមមុខនឹងការលំបាកដែលមិនអាចទប់ទល់បានពិតប្រាកដខ្ញុំអាចជួយបានប៉ុន្តែខ្ញុំចង់ប្រើប្រាស់ប្រាក់សន្សំសម្រាប់ចូលនិវត្តន៍របស់ខ្ញុំដើម្បីសងប្រាក់ពីជ័យជម្នះរបស់ខ្ញុំដើម្បីរក្សាមុខមាត់ទេម៉ាក់អ្នកនឹងស្ដាយក្រោយជួបគ្នាខ្ញុំធ្លាប់ខ្លាចថាខ្ញុំនឹងស្ដាយក្រោយប៉ុន្តែឥឡូវនេះខ្ញុំត្រូវថែរក្សាខ្លួនឯងជាមុនសិន